សួស្តីស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel កាវ៉ាម្ដងទៀតថ្ងៃនេះ admin មកសម្រាប់រឿងថ្មីដោយកុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដានរឿងរបស់យើងហ្មងទៅដោយចាប់ផ្ដើមសាច់រឿងដំបូងហ្នឹងយើងបានឃើញក្មេងស្រីម្នាក់នៅក្នុងចំណោមមនុស្សកំពុងតាក់ដាវមួយក្មេងស្រីម្នាក់ទៀតដោយពេលហ្នឹងក៏មានមនុស្សផងម្នាក់មកបុកនាងធ្វើឲ្យនាងដួលចឹងទៅហើយនាងក៏បានដើរហៅមិត្តភក្តិរបស់នាងដែលដើរមកមួយគ្នាហ្នឹងហើយក៏រត់មកដល់ឃើញមានមនុស្សជុំហើយក៏រត់ចូលក្នុងចំណោមមនុស្សហ្នឹងទៅក្រៃលោបានជួបមិត្តភក្តិរបស់នាងតែនៅពេលដែលចូលមកដល់ក្នុងកន្លែងហ្នឹងក៏បានឃើញគេបានរៀបចំកន្លែងពេជ្ឈឃាតសម្រាប់នារីម្នាក់ដែលគេបានចោទប្រកាន់នាងថានាងគឺជាមេធ្មប់គឺជាបិសាចហើយមើលតែកាន់នាងគឺស្រស់ស្អាតមែនតើអ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺស្រស់ស្អាតមែនតើមិនសមថានាងគឺជាបិសាចទេហើយនៅពេលហ្នឹងប្រជាជនគ្រប់គ្នានឹងក៏បានជេរដៀបដាក់បដាសានាងតែនាងក៏បាននិយាយតបទៅវិញទៅថាអ្នកគ្រប់គ្នានៅកន្លែងហ្នឹងនឹងត្រូវបដាសារបស់នាងទាំងអស់នាងបាននិយាយចឹងហើយមុនពេលដែលពេជ្ឈឃាតកាត់ក្បាលរបស់នាងក៏បានស្រឡឹងមកឃើញក្មេងស្រីម្នាក់ដែលឈរនៅក្រោមហ្នឹងហើយក៏បានញញឹមដាក់ក្មេងស្រីម្នាក់ហ្នឹងហើយបន្ទាប់មកក៏គេប្រហារជីវិតរបស់ម្នាក់ស្រីហ្នឹងក៏ទៀតឈាមរបស់ម្នាក់ស្រីហ្នឹងមកលើមុខក្មេងស្រីម្នាក់ហ្នឹងចឹងទៅហើយពេលហ្នឹងពិតជារន្ធត់មែនតើអ្នកទាំងគ្នាហើយរឿងរបស់យើងក៏បានកាត់មកដល់10ឆ្នាំក្រោយជាទៅរឿងបកាយកុហកមែនតើមិនទីសោះហ្នឹងឯងមកដល់10ឆ្នាំក្រោយបាត់10ឆ្នាំក្រោយហ្នឹងតួស្រីរបស់យើងហ្នឹងដែលមានឈ្មោះថា Grace បើខ្ញុំអានខុសអីសូមកុំប្រកាន់ណាអ្នកទាំងគ្នាព្រោះខ្ញុំអត់សូវបកកែអង់គ្លេសទេហើយនាងក៏បានដើរនៅក្នុងកម្មវិធីហ្នឹងហើយក៏សម័យទៅឃើញមុនពេលហ្នឹងនាងហើយនឹងឪពុករបស់នាងក៏បាននិយាយគ្នាចឹងទៅហើយឪពុករបស់នាងក៏បាននិយាយថានាងត្រូវភ្ជាប់ពាក្យជាមួយនឹង Neil ដែលជាកូនរបស់ Branson ហើយពេលហ្នឹងនាងក៏បានចូលមកជួបនឹងតួស្រីរបស់យើងដែរក៏បាននិយាយគ្នាណែនាំឈ្មោះចឹងទៅហើយរឿងរបស់យើងក៏បានកាត់មកដល់វគ្គដែលតួស្រីមកជួបមិត្តភក្តិរបស់នាងដើម្បីនិយាយអំពីរឿងគូតត្រង់ហ្នឹងហើយមិត្តភក្តិរបស់នាងក៏បាននិយាយថានាងបានឃើញនាងហ្នឹងដើរជាមួយនឹងមនុស្សស្រីម្នាក់សាសនាគ្នាមែនតើតែពេលហ្នឹងតួស្រីយើងហ្នឹងអត់ជឿថានាងធ្វើបែបហ្នឹងទេដោយសារតែនាងទុកចិត្តនាងថានាងហ្នឹងស្មោះត្រង់នឹងនាងចឹងទៅហើយបន្ទាប់មកទៅក៏តួស្រីដើរមកដល់កន្លែងស្ងាត់ចេញពីវងមនុស្សតមកនាងក៏បានឃើញថានីលហើយនឹងម្នាក់ស្រីនឹងឈ្មោះថាមីឡាដែលពូម៉ាក់របស់តួស្រីយើងនឹងនិយាយប្រាប់នឹងហើយបន្ទាប់មកក៏ឃើញម្នាក់ស្រីនឹងបែរមុខមកឃើញតួស្រីយើងហើយបែរជាបែរមុខទៅវិញថៃថើបនីលនៅនឹងមុខតួស្រីឲ្យតួស្រីឃើញតមកតួស្រីសឹងតែមិនជឿហើយបន្ទាប់មកតួស្រីរបស់យើងនឹងគាត់ក៏បានរត់ចេញពីកន្លែងហ្នឹងមកស្ងំយំម្នាក់ឯងហើយបន្ទាប់ពីនាងយំហើយនាងក៏បានដើរចេញមកខាងក្រៅវិញដើម្បីចូលទៅកន្លែងពិធីជប់លៀងវិញក៏បានឃើញមនុស្សស្រីម្នាក់ពីក្រោយខ្នងសក់ពណ៌ខ្មៅរោមពណ៌ក្រហមលាយខ្មៅដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូហ្នឹងតមកនាងក៏បានដើរទៅសួរម្នាក់ស្រីហ្នឹងតែសារនាងឃើញម្នាក់ស្រីហ្នឹងមើលទៅស្អាតខ្លាំងហើយក៏ទៅសួរទៅថានាងឈ្មោះអីគេហើយគាត់ក៏ណែនាំឈ្មោះដែរទៅថាគាត់ឈ្មោះកាលតួស្រីយើងហ្នឹងហើយម្នាក់ស្រីនោះគាត់អត់បាននិយាយអីទេគាត់ខំតែនិយាយថាបានសួរថាគាត់អាចចូលក្នុងកម្មវិធីនឹងបានអត់តួស្រីយើងក៏ឆ្លើយទៅវិញថាអាចចូលរួមបានចឹងទៅហើយម្នាក់ស្រីហ្នឹងក៏បានដើរចូលទៅក្នុងកម្មវិធីហ្នឹងទៅតួស្រីយើងហ្នឹងគាត់នៅឈរនៅគៀនហ្នឹងដើម្បីមើលគេរាំនៅក្នុងកម្មវិធីហ្នឹងអញ្ចឹងណាអ្នកទាំងគ្នាតមកក៏មានក្មេងស្រីម្នាក់មកជួបនឹងតួស្រីរបស់យើងដើម្បីនិយាយពីអបអរដែរនាងបានភ្ជាប់ពាក្យជាមួយនឹងណាលហើយតួស្រីយើងក៏អរគុណតាមនឹងទៅហើយម្នាក់ស្រីហ្នឹងក៏បានដើរត្រឡប់ទៅវិញតួស្រីរបស់យើងក៏បានកលេចទៅឃើញថាតាគៀបសក់របស់ម្នាក់ស្រីហ្នឹងចិត្តលបោតជ្រុះយ៉ាងទៅក៏ប្រាប់ម្នាក់ស្រីហ្នឹងហើយម្នាក់ស្រីហ្នឹងក៏បានអរគុណហើយក៏ដោះតាគៀបហ្នឹងដើម្បីមកផ្ញើនឹងតួស្រីរបស់យើងឲ្យទុកឲ្យនាង
អូនអ្នកទាំងខ្ញុំភ្លេចប្រាប់ឈ្មោះក្មេងស្រីម្នាក់ហ្នឹងឈ្មោះ Brenda ដែលបានឲ្យតាគៀបហ្នឹងទៅឲ្យតួស្រីយើងទុកសិនហើយនាងរវល់ទៅជាន់ទី2ចឹងទៅហើយពេលហ្នឹងតួស្រីរបស់យើងក៏បានកលេចឃើញម្នាក់គាត់បែរមុខមកមើលពេលដែលតួស្រីយើងនិយាយគ្នាជាមួយនឹង Brenda ដែរហើយក៏ញ៉ាំគ្នាចឹងទៅតបមកនៅពេលដែលមកសធុក្រោយមកក៏ម្នាក់ស្រីមួយឈ្មោះថាមេឡាហ្នឹងក៏បានសេកមកពីខាងលើថាតើកាលហ្នឹងបានធ្វើអីដាក់ Brenda ហើយចោតកាលតួឯករបស់យើងហ្នឹងថាគឺជាចោរដែលបានលួចតាគៀបរបស់ Brenda ហើយនាងក៏បានចូលមកក្រោមហើយបានចោទតួស្រីរបស់យើងថាបានលួចតាគៀបរបស់ Brenda ព្រោះ Brenda បាត់តាគៀបហើយនាងក៏បាននិយាយថាតួស្រីនឹងពិតជាដាច់ចិត្តមែនតើ Brenda គឺជាអ្នកក្រីក្រប៉ុណ្ណឹងហើយបែរជាទៅលួចតាគៀបរបស់គ្នាទៀតខ្ញុំនិយាយថងណាអ្នកទាំងអស់គ្នាខ្ញុំមើលរឿងហ្នឹងហើយខ្ញុំខ្លាញ់យីប៉ែថាមីឡានឹងមែនតើខ្ញុំគ្រឺតមកហើយកុំឲ្យយើងកាប់ពេលវេលាយូរយើងទៅស្ដាប់តទៀតបន្តមកទៅក៏តួស្រីរបស់យើងហ្នឹងគាត់ក៏បាននិយាយទៅថាគាត់អត់បានលួច Brenda ទេអត់បានលួចយកតាគៀបរបស់នាងទេតែម្នាក់ស្រីថាមេឡាហ្នឹងអត់ព្រមជឿទេហើយនាងក៏ទាមទារឆែកកាបូបរបស់តួស្រីយើងតែតួស្រីយើងអត់ព្រមឲ្យតបមកក៏ប្រទង់គ្នាក៏បានឈប់តាគៀបហ្នឹងចេញពីក្នុងកាបូបរបស់តួស្រីហើយយីប៉ែ Brenda ហ្នឹងក៏បានពាក្យសម្ដីនិយាយមកទៀតថាឃើញអត់ថាម្នាក់ស្រីហ្នឹងពិតជាបានលួចតាគៀបរបស់ Brenda ពិតមែនបន្ទាប់មកតួស្រីយើងក៏ខំប្រឹងប្រកែកថានាងអត់បានលួចទេ Brenda បានផ្ញើមកនាងផ្ញើឲ្យនាងទុកឲ្យចឹងទៅតែគ្មានណាគេនៅចិត្តហ្នឹងដើម្បីជួយធ្វើសាក្សីរបស់តួស្រីទេហើយពេលហ្នឹងនាងហ្នឹងក៏បាននិយាយថាកាមេឡាតើនាងមានផុសតាងដែរទេបានសួរទៅកាមេឡាចឹងទៅព្រោះនាងក៏ចង់ដឹងថាមានផុសតាងអត់ហើយបន្តមកទៅកាមេឡាក៏បាននិយាយថាចាំបាច់ត្រូវការផុសតាងអីបើឃើញតាគៀបហ្នឹងជ្រុះចេញពីកាបូបរបស់តួស្រីដែលបន្តភ្នែកឯហ្នឹងពេលហ្នឹងតួស្រីរបស់យើងបានក្រឡេកទៅមើលមនុស្សជុំវិញខ្លួនអត់មានអ្នកគេមកជួយនិយាយនាងទេហើយបន្តមកទៀតទៅក៏នាងក៏បានងាកទៅមើលមុខមនុស្សផុសម្នាក់ដែលបានស្រឡឹងមើលនាងនៅពេលដែលនាងនិយាយជាមួយនឹង Brenda ហ្នឹងតែម្នាក់ផងហ្នឹងបែរជាងាកមុខចេញអត់ខ្វល់ពីនាងទៅវិញតោះមកនាងក៏បានទន់ជង្គង់អង្គុយចុះហើយបាននិយាយក្នុងចិត្តថានាងសុំបន់ស្រន់ឲ្យមានមនុស្សម្នាក់មកជួយនាងតោះមកក៏មានព្រលឹងមួយScarlett របស់យើងហ្នឹងគាត់ហោះមកគាត់ថាគាត់នឹងជួយកែលរបស់យើងដែលជាតួឯកហ្នឹងមកជួយនាងតែត្រូវមានរបស់ដោះដូរហើយនាងអត់បាននិយាយថារបស់ដោះដូរនឹងអីទេនាងក៏បានចូលក្នុងខ្លួនរបស់តួស្រីរបស់យើងហ្នឹងតួស្រីរបស់យើងហ្នឹងក៏បានងើបមកសួរទៅថាមេឡាថាជាចៅតើអ្នកមានផុសតាងដែរឬទេចឹងទៅគាត់សួរទៅថាមេឡាចឹងទៅនិយាយឌឺដងទៅថាមេឡាហើយបន្ទាប់មកគាត់ក៏បាននិយាយទៅថាគាត់ចាំបាច់ធ្វើជាចោលធ្វើអីបើថាមេឡាហ្នឹងគឺជាចោលឯហ្នឹងព្រោះថាមេឡាហ្នឹងបានលួចតាក់ទងជាមួយនឹងគូតដឹងរបស់នាងដែលជានាងហ្នឹងហើយថែមទាំងបានថើបគ្នាទៀតតមកមនុស្សគ្រប់គ្នាជុំវិញហ្នឹងពិតជាភ្ញាក់ផ្អើលមែនតើពេលដែរឮថាយីប៉ែថាមេឡាហ្នឹងថើបគ្នាជាមួយនឹងនេះដែលជាគូតដឹងរបស់តួស្រីយើងពេលហ្នឹងយីប៉ែថាមេឡាហ្នឹងហៅពាក្យតតឃើញទេបន្តមកទៀតទៅតួស្រីរបស់យើងក៏បាននិយាយទៅដាក់មនុស្សជុំវិញខ្លួនថាមានមនុស្ស 3-4 នាក់ដែលបានមើលឃើញនៅក្នុងកំឡុងពេលដែល Brenda និយាយជាមួយនាងតែបើជាអត់មានអ្នកគេមកធ្វើជាសាក្សីឲ្យនាងទៅវិញហើយបន្តមកទៅតួស្រីរបស់យើងហ្នឹងក៏បាននិយាយទៅដាក់គ្រប់គ្នាថាអ្នកដែលឃើញហើយមិនព្រមនិយាយអ្នកហ្នឹងក៏អាចនឹងជាប់ទោសដែលជាប់ទោសបាត់ល្មើសចឹងទៅអ្នកទាំងអស់គ្នាដែលឃើញហើយអត់ព្រមធ្វើជាសាក្សីឲ្យគេចឹងទៅហើយនាងក៏បានដើរទៅរកក្មេងប្រុសម្នាក់ហ្នឹងដើម្បីទៅនិយាយទោសមុខមួយម្នាក់ប្រុសហ្នឹងហ្មងថាតើអ្នកពិតជាអត់ឃើញពិតមែនអត់នៅក្នុងអំឡុងពេលដែល Brenda មកនិយាយជាមួយនឹងនាងនឹងជាពាក្យសម្ដីរបស់តួស្រីយើងសួរទៅកាន់ម្នាក់ប្រុសហ្នឹងហើយម្នាក់ប្រុសហ្នឹងអត់ហ៊ានមើលមុខរបស់តួស្រីយើងចំទេត
តបមកទូស័យរបស់យើងក៏បខំឲ្យម្នាក់ប្រុសហ្នឹងស្រឡឹងមើលមុខនាងហើយម្នាក់ប្រុសហ្នឹងថមមិនបានក៏បាននិយាយទៅថាទូស័យរបស់យើងហ្នឹងគាត់អត់បានលួចរបស់ Brenda ហ្នឹងទេហើយគាត់បាននិយាយថាគាត់បានឃើញ Brenda ហ្នឹងផ្ញើតាគៀបហ្នឹងនៅនឹងទូស័យហើយមនុស្សជុំវិញខ្លួនហ្នឹង 3-4 នាក់ទៀតហ្នឹងក៏បាននិយាយតែស្គាល់តាមហ្នឹងទៅថាគាត់ក៏បានឃើញបែបហ្នឹងអីចឹងទៅហើយបន្ទាប់មកទៅទូស័យរបស់យើងហ្នឹងក៏បានទៅនិយាយដាក់Brenda ថាគាត់ទៅដាច់ចិត្តឯណាទៅលួចតាគៀបសក់របស់ Brenda ដែលជាអ្នកក្រីក្រអញ្ចឹងនិយាយបែបរៀងឆ្នើមដែរហ្នឹងណាអ្នកនរគ្នាទូស័យយើងនៅពេលដែលព្រលឹងរបស់ Scarlett ចូលមិនធម្មតាទេហើយបន្ទាប់មកម្នាក់ស្រីមួយដែលថាមីឡាហ្នឹងអត់មានពាក្យអីត្រូវតទៀតទេព្រោះគេបកអក្រាតពេញហ្នឹងហើយបន្ទាប់មកទៅក៏ទូស័យរបស់យើងហ្នឹងគាត់ក៏បានដើរចេញពីកម្មវិធីហ្នឹងមកទៅដោយសារតែគាត់បាននិយាយបកស្រាយប្រាប់អស់ហើយតមកគាត់ក៏បានលាអ្នកទាំងអស់គ្នាទៅចឹងទៅហើយបន្ទាប់មកម្នាក់ស្រីថាមីឡាហ្នឹងក៏រត់ហៅឲ្យទូស័យគំតនណាទៅនឹងនិយាយគ្នាសិនចឹងទៅហើយតមកក៏មានលោកស្រីម្នាក់មកបតាក់ជើងរបស់ជាបេថាមីឡាហ្នឹងដួលតមកក៏នៅគ្នាមកនិយាយថាតើថាមីឡាហ្នឹងដឹងអត់ថានៅពេលដែលមានអ្នកណាមកបំផ្លាញនៅក្នុងកម្មវិធីជប់លៀងរបស់នាងតើនឹងមានរឿងអីកើតឡើងម្នាក់ហ្នឹងត្រូវតែរាំដោយអត់ពាក់ស្បែកជើងរាំរហូតដល់ស្លាប់អ្នកស្រីហ្នឹងបាននិយាយចឹងដាក់យីបេថាមីឡាហ្នឹងឲ្យសមមុខចឹងទៅបកាយអាចង់បានរបស់គេហើយយីបេថាមីឡាហ្នឹងក៏បាននឹកឃើញដល់ពេលអតីតកាលក៏បាននឹកឃើញថាទូស័យរបស់យើងហ្នឹងត្រូវបានមានមនុស្សជុំវិញខ្លួនចូលចិត្តនាងច្រើនមែនតើយីបេថាមីឡាហ្នឹងអត់មានអ្នកគេចូលចិត្តទេព្រោះច្រឹកចឹងណាចូលចិត្តហើយសំបីតនីលក៏បានជាប់ពាក្យជាមួយនឹងទូស័យទៀតចឹងទៅនាងក៏ចំណែនក៏តាមបែកបាក់ទូស័យចឹងទៅហើយបន្ទាប់មកអ្នកទាំងអស់គ្នាក៏បានបង្ខំឲ្យនាងហ្នឹងទៅរាំដោយអត់មានពាក់បែកជើងឯងជាមួយនឹងនីលរាំឡើងនាងចេញឈាមពេញជើងដូចអ្នកទាំងអស់គ្នាឃើញចឹងហើយកម្មវិធីមួយហ្នឹងក៏បានបញ្ចប់ទៅដោយរឿងរបស់យើងហ្នឹងកាត់មកដល់វគ្គពេលដែលទូស័យយើងភ្ញាក់ពីគេងនាងគាត់ថាអ្វីទាំងអស់ហ្នឹងគឺជាសុបិនទៅពេលដែលនាងភ្ញាក់មកនាងបើកភ្នែកមកនាងក៏បានឃើញ Scarlett នៅកន្លែងចិត្តក្រែរបស់នាងហើយនាងក៏ភ្ញាក់ផ្អើលមែនតើនាងក៏បាននិយាយថា Scarlett ហ្នឹងបានស្លាប់កាលពី10ឆ្នាំមុនឯតើមិនក៏នៅរស់ដល់ឥឡូវចឹងហើយ Scarlett ក៏បានប្រាប់ទៅថានាងមិនមែនជាមនុស្សទៀតទេនាងគឺជាព្រលឹងដែលបានចងភ្ជាប់ជាមួយនឹងទូស័យនៅពេលដែលថ្ងៃបហាជីវិតហ្នឹងហើយនាងក៏បានណែនាំទៅប្រាប់ទូស័យទៅថានាងឈ្មោះ Scarlett ប្រាប់ទៅទូស័យឲ្យទូស័យដឹងចឹងទៅហើយទូស័យក៏បាននិយាយថាតើរឿងយប់មិញហ្នឹងត្រូវបានដោះស្រាយអស់នៅតែមក Scarlett ក៏បានប្រាប់ថានាងបានដោះស្រាយរួចអស់ហើយទូស័យត្រូវតែមានអ្វីមកដោះដូរឲ្យនាងហើយទូស័យយើងនឹងក៏បានសួរទៅថាតើចង់បានអ្វីមកដោះដូរតែមក Scarlett ក៏បាននិយាយថានាងត្រូវការឲ្យទូស័យរបស់យើងហ្នឹងទៅសងសឹកឲ្យនាងហើយរឿងរបស់យើងហ្នឹងចប់ត្រឹមហ្នឹងឯងអ្នកគ្នាតែមិនចេញភាគទី1ទេភាគទី2អត់ទាន់ចេញទេចឹងរងចាំទស្សនភាគក្រោយទាំងអស់គ្នាតើដឹងថាចេញឯណាទេអរគុណច្រើនអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ចុច Like ឲ្យ admin ម្នាក់មួយផងអរគុណច្រើនបាយបាយ